រោមសាស្ត្រខ្ញុំមែនទេរោមសាស្ត្រស្អីទៅអ្នកក្លាហានគូជាកម្ពុជាលេខ2នៅក្នុងលោកនេះទៅហើយសូមអភ័យទោសឲ្យខ្ញុំដៃកម្ពុជាថ្មីដៃចុងក្រោយនេះផងទៅកុំធ្វើបាបខ្ញុំយើងមិនធ្វើបាបឯងទេយើងចង់ឲ្យរបស់ទៅឯងអើយចំណងដៃបងកំណាត់ឯងមិនតាន់ដល់ពេលឯណាដល់ពេលចាំខ្ញុំជួយអ៊ំទៅណារឿងនេះមិនស្រ័យទៅឯងទេអើយអ៊ំឲ្យខ្ញុំទៅចោលអ៊ំសូមកុំធ្វើបាបខ្ញុំហើយជួយផងបៃសៃនៅទៅនេះម្ចាស់មាយ៉ាងមិនទៅហើយទោះជាល្អយ៉ាងណាក៏ដោយខ្លាចតែគំនិតអាក្រក់ទូបង្គំខ្លាចគេក្បត់នឹងព្រះអង្គប្រទេសឈូអ៊ីងយកតម្លៃមកថ្វាយរាល់ឆ្នាំចំណែកព្រះនាងលីសៀវគឺមហាមន្ត្រីអូវ៉ាន់ជាអ្នកការពារព្រីដំណើរមកទីនេះដើម្បីរៀបអភិសេកជាមួយនឹងយើងការដែលអូវ៉ាន់នៅក្មេងគ្រាន់តែជាមេតបមួយឬថាមានវិជាគុណខ្លាំងកំបិតដ៏រហ័សរបស់គេមិនដឹងថាលាក់នៅកន្លែងណាពលិកំបិតរបស់គេឆ្លងកាត់អាចធ្វើឲ្យក្បាលសត្រូវធ្លាក់ដល់ដីគេឲ្យមនុស្សបែបនេះមកពួកយើងត្រូវតែប្រយ័ត្នបន្តិចឥឡូវគេមកដល់រាជធានីទៅហើយស្អែកឡើងសូមចូលគាល់យើងតើយើងធ្វើយ៉ាងណាកុំឲ្យវាបាត់បង់ប្រកិត្តិយសរបស់យើងនោះទូលបង្គំដឹងថាធ្វើយ៉ាងណាហើយក្រានទូប្រងអ្នកនាំសារប្រចាំវាំងហៃថាងតនធានយ៉ាសូមចូលគាល់ឲ្យគេចូលមកចុះក្រានទូលព្រះអង្គយមនេះទូលបង្គំឲ្យតនធានយ៉ានឹងហៃថាងទៅសំណាក់ភ្ញៀវពិនិត្យមើលចំណែកប្រទេសឈូអ៊ីងហើយនៅប្រទេសតុងអ៊ីងមានព្រំប្រទល់ទន្លេមួយតែប៉ុណ្ណោះរីឯទំនៀមទម្លាប់របស់គេប្រហាក់ប្រហែលគ្នាតនធានយ៉ាននៅប្រទេសតុងអ៊ីងជាច្រើនឆ្នាំប្រហែលជាអាចដឹងរឿងនេះយ៉ាងណាខ្លះហើយទូលបង្គំតនធានយ៉ាសាងគាត់ហៅថាសូមថ្វាយបង្គំប្រងធានយ៉ាពនាងប្រទេសឈូអ៊ីងនាំដំណើរដោយលោកមហាមន្ត្រីអូវ៉ាន់មកកាន់ដំណាក់ភ្ញៀវរបស់រាជការយប់នេះយើងមានការសង្ស័យលើពួកគេពួកលោកទៅពិនិត្យបានច្បាស់ប៉ុន្តែស្នីកបិតរបស់អូវ៉ាន់នោះខ្លាំងណាស់លោកត្រូវតែប្រយ័ត្នផងណាសូមព្រះអង្គទូប្រទេសចុះលោកប៉ុកហេតុអីបាត់ជាមានការសង្ស័យលើព្រះនាងប្រទេសតូចតាចនេះអ្វីបើប្រទេសឈូអ៊ីងចុះចាញ់ជាមួយយើងជាយូរឆ្នាំមែនប៉ុន្តែកន្លែងគេទៅជាក់បំផុតមិនសូវជាមានការទំនាក់ទំនងជាមួយនឹងយើងនោះទេធានយ៉ាបាទរឿងនេះឆាប់រហ័សពេកយើងដូចជាមានការព្រួយបារម្ភខ្លាំងណាស់ខ្ញុំយល់ហើយទៅឆាប់ត្រឡប់មកវិញណាបាទអំត្រូវពួកគេមកវិញហើយធ្វើចឹងបានទេព្រះអង្គមានព្រះសំណាងល្អមែនមានស្រីស្អាតយ៉ាងនេះយកមកថ្វាយព្រះអង្គតាមមានអីគួរឲ្យបារម្ភទៀតសម្រាប់ស្រីមានស្រីអស្ចារ្យយ៉ាងច្រើនហើយបានតែ10ឆ្នាំប៉ុណ្ណោះហើយអាយុ50-60ឆ្នាំសក់ស្កើទៅហើយមិនមែនអញ្ចឹងទេដឹងលបងដូចជាមិនដែលរៀបការទេតាមមែនទេស្រីកមុំណាគេលះបង់លបងចោលមែនទេបើសិនជាព្រះនាងលីសឺយល់ព្រមរៀបការជាមួយនឹងបងយល់ព្រមទទួលទេខ្ញុំជាមួយគេមានអីតាក់ទងគ្នាគ្រាន់តែនិយាយលេងបងក៏មិនសប្បាយចិត្តដែរបងប្រកាសជានៅប្រទេសតុងអ៊ីងមានសង្សារហើយមែនទេធ្លាប់មានក៏ប៉ុន្តែវាស្លាប់បាត់ហើយសំទោសមិនអីទេនោះគឺជារឿងកាលពីមុន
លបង្គំអ៊ូវ៉ាន់សុំគាល់ពនាង ចោលមកចាស់ ទូលបង្គំគួរតែស្លាប់យកស្មានឲ្យមករំខានពនាងយ៉ាងនេះ យើងឮថាមានព្រៀបនាំសារម្ដងលេះមែនទេ ក្រាបទូលបើពនាងគ្មានអ្វីផ្ដាំទៀតទេទូលបង្គំសូមថ្វាយបង្គំលាចេញមកយកកដាត្រៀតលួចមើលគេយ៉ាងនេះព្រោះតែអ្វីបើប្រទេសឈូអិញជាប្រទេសតូចតាចតែពនាងមិនរៀនអនុញ្ញាតឲ្យគេធ្វើបាបឡើយ ប្រចាំក្បត់របស់កូន ហើយថាហើយថា រៃមែនរត់បាត់ទៅហើយ មិននឹកស្មានថាក្បត់អគីរបស់គេគឺជាក្បត់កម្លាំងធានត្រូវមកបាត់ដៃសោះធ្វើឲ្យឯងនេះក្តៅខ្លួនយ៉ាងនេះទៅហើយ តាគិតចាំមិនដែរ មិនត្រូវឲ្យកម្ដៅឡើងទៀតទេបើមិនចឹងគឺប្រកបជារយៈខ្លួន ទឹករកកំពូលបែទេវតាមក ប្រហែលជាយឺតពេលហើយខ្ញុំត្រូវប្រើវិធីបង្ហូរឈាមប៉អ៊ីហឺសាមុសិន តាមពិតឯងគឺជាស្រីតាគ្រោះថ្នាក់នៅចំពោះមុខកុំគិតច្រើនពេក ពីបងអើយគេឲ្យអារបស់ខ្ញុំឲ្យថាមករបស់ខ្ញុំទៀតឬមួយក៏គេជាអ្នករំលោភខ្ញុំបាត់ទៅហើយអើយអាភ័ព្វណាស់ខ្ញុំពិតជាអាភ័ព្វមកកោស្ធ្វើឲ្យគេហ្នឹងហ៎ទើបបាបខ្ញុំហើយសាក់ខ្លួនរបស់ខ្ញុំទៀតអូយ នេះគឺជាកពុលវិជាគុណមហាបាទាំង 8 ជាកូពីសម្ងាត់ណា ណែគូសន្ធងលើយ៉ាងម៉េចទៅហើយហ្នឹងកុំធ្វើពុតស្លាំណា យើងយកកម្លាំងធាតុចំនួន40ឆ្នាំរបស់យើងបញ្ចូលឲ្យទៅឯងទៅហើយ តែកុំនិយាយលេងនឹងខ្លួនរបស់ខ្ញុំកុំថារកប្រា40មួយកាសក៏គ្មានដែរចំណែកលោកយកកម្លាំងធាតុ40ឲ្យខ្ញុំហ៎ ហើយយើងគ្មានវិធីណាផ្សេងទេកាលពី20ឆ្នាំមុនយើងត្រូវរបួសដោយសារតែគេប្រើម្រាមដៃចង្អុលក្បាលពោះរបស់យើងបណ្ដាលធ្វើឲ្យជីបចោចុកសោយឥឡូវរស់មិនផុតពី3ថ្ងៃទៀតទេបើមិនបញ្ចូលកម្លាំងធាតុឲ្យទៅឯងពីគួរស្ដាយលោកជង្គង់អើយ ហើយតែខ្ញុំលោកជង្គង់លោកមិនជាពុករបស់ខ្ញុំណា ខ្ញុំជាមនុស្សចិត្តស្លាប់ទុកថាលងចិត្តខ្ញុំបានទេ ចឹងក៏បានដែរលោកពងប្រាស់មែនហេតុអ្វីបានជាហៅលោកថាលោកឪពុកទៅវិញណា ប្រសើរណាស់ឯងមានវិជាគុណឆ្អឹងដៃស្បែកស្ពាន់ជាកូនចៅចំនួនទី9របស់យើងឯងហៅយើងថាគ្រូទៅចុះ ឆ្អឹងដៃស្បែកស្ពាន់វាជាគុណឆ្អឹងដៃស្បែកស្ពាន់ណា ឆ្អឹងដៃស្បែកស្ពាន់មួយជីវិតប្រើបានតែ5លើកតែប៉ុណ្ណោះប្រើម្ដងបាតដៃរបស់ឯងនឹងមានស្នាមឈាមមួយឆ្នោតប្រើរហូតដល់លើកទី5វានឹងក្លាយជាអក្សរក្បាច់គុណមួយបើសិនជាឯងប្រើដល់លើកទី6ឯងប្រកាសជាស្លាប់ដល់រលាយវិជាគុណហើយនេះហើយបើមិនចាំបាច់ក៏ប្រើងាយងាយឲ្យសោះណាយើងខំហាត់19ឆ្នាំទើបតែប្រើបានលើកទី1ក៏ប៉ុន្តែឥឡូវនេះឯងប្រើភ្លាមបានភ្លាម ជុំមកធ្វើអី
ឲ្យខ្ញុំប្រែคลายវាទៅជាស្អីទៅ ឯងមានអារម្មណ៍នឹកឃើញក្រោមផ្សិតរបស់ឯងដូចជាមានចំហាយកម្ដៅមើលរត់ចុះអី មែន ឥឡូវនេះឯងយកកម្លាំងធាតុដើម្បីធ្វើឲ្យចំហាយក្តៅនេះឡើងទៅលើក្បាលឯងរួចហើយសោះសាយពេញខ្លួនទៅ ឥឡូវនេះក្តៅអូនពេញខ្លួនត្មងហើយដូចស្រួលណាអូ